សួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Step ថារដ្ឋខាន RB សម្រាប់វីដេអូរបស់ខ្ញុំគឺមើលជាទូទៅជួយបងប្អូនដែលអស់ចាំវីដេអូខ្ញុំដែលចៃដន្យប្រសិនបើត្រូវជាមួយនឹងសាច់រឿងបងប្អូនទាំងអស់គ្នាសូមយកទៅក្នុងចិត្តចាស់ប៉ុន្តែប្រសិនបើមិនត្រូវជាមួយនឹងសាច់រឿងបងប្អូនទាំងអស់គ្នាទេសូមអររំលងវីដេអូខ្ញុំចាស់ណាដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំបន្តធ្វើវីដេអូចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់លេងកំសាន្តជាបន្តទៀតសូមបងប្អូនជួយចុច like ក៏ដូចជា follow និង subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងណាខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាទុកជាមុនសម្រាប់ថ្ងៃនេះគឺយើងមានសន្លឹកការចំនួន2សន្លឹកដើម្បីឲ្យបងប្អូនជ្រើសរើសសន្លឹកការដែលបងប្អូនពេញចិត្តចំនួន1សន្លឹកដើម្បីដឹងពីសារអនាគតរបស់បងប្អូនទាំងអស់គ្នាថាតើសន្លឹកការដែលបងប្អូនជ្រើសរើសនឹងប្រាប់អ្វីអំពីសារទៅកាន់អនាគតជូនបងប្អូនទាំងអស់យើងមានសន្លឹកការចំនួន2សន្លឹកដែលឲ្យបងប្អូនត្រៀមជ្រើសរើសដែលសន្លឹកការទី1រូបមនុស្សទូកាក់ហើយនឹងអោបកាក់ហើយនឹងមានអង្គុយជាន់កាក់នេះគឺជាសន្លឹកការ for our pentacle ចំណែកឯសន្លឹកការទី2រូបមនុស្សកាន់កាក់ចំនួន2ដូចគ្នានេះគឺជាសន្លឹកការ two our pentacle តែក្នុងចំណោមសន្លឹកការទាំងពីរនេះបងប្អូនជ្រើសរើសសន្លឹកការមួយណាហើយរងចាំស្ដាប់ពាក់ព័ន្ធជាមួយនឹងការណែនាំពីសន្លឹកការនេះទៅកាន់បងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលជ្រើសរើសសន្លឹកការទី1សន្លឹកការចង់ប្រាប់បងប្អូនទាំងអស់គ្នាថាសន្លឹកការនេះគឺតំណាងឲ្យមនុស្សរឹងមាំមិនថាអ្នកជាមនុស្សប្រុសឬក៏មនុស្សស្រីទេអ្នកគឺជាមនុស្សដែលរឹងមាំឯករាជ្យម្ចាស់ការហើយក៏មិនចូលចិត្តអង្វរករអ្នកណាម្នាក់ដែរប៉ុន្តែបើសិនបើអ្នកជាមនុស្សស្រីអ្នករឹងមាំខាងក្រៅប៉ុន្តែទន់ជ្រាយខាងក្នុងន័យថានៅក្នុងចិត្តអោបកសោបញ្ហាស្មុគស្មាញរឿងរ៉ាវតែម្នាក់ឯងឲ្យអ្នកផ្សេងឬក៏សាច់ញាតិបងប្អូនមិត្តភក្តិដឹងទេនៅក្នុងចិត្តយើងអោបបញ្ហាស្មុគស្មាញតែម្នាក់ឯងប៉ុន្តែគេមើលមកយើងជាមនុស្សរឹងមាំហើយក៏យើងព្យាយាមសម្ដែងធ្វើជាមនុស្សរឹងមាំទាំងដែលខាងក្នុងយើងខ្លោចផ្សាឬក៏ជួបរឿងស្មុគស្មាញជាច្រើនហើយអ្នកក៏ជាមនុស្សដែលមានភាពជឿជាក់លើខ្លួនឯងដែរមិនថាអ្នកជាមនុស្សប្រុសឬក៏មនុស្សស្រីទេប៉ុន្តែសន្លឹកការបានប្រាប់អ្នកថាពាក់ព័ន្ធជាមួយនឹងរឿងស្នេហារៀងអភ័ព្វបន្តិចមានន័យថាមិនសិតសមបំណងជាមួយនឹងរឿងស្នេហាប្រហែលទេអ្នកដែលចូលមករើសសន្លឹកការទី1ហើយអ្នកដែលរើសសន្លឹកការទី1នេះគឺមានអាជីពការងារដែលប្រើកម្លាំងដែរឬក៏បងប្អូនមួយចំនួនអាចជាអ្នកលក់ដូរប្រើកម្លាំងរៀងហត់បន្តិចដែរហើយពាក់ព័ន្ធជាមួយនឹងសន្លឹកការនេះក៏ចង់ប្រាប់អ្នកថាដែរថាបើអ្នកជាមនុស្សស្រីគឺជាមនុស្សស្រីដែលឆ្លាតមានការអត់ធ្មត់ខ្ពស់ហើយក៏អាចសាងឋានៈដែលខ្លួនឯងបានដែរហើយបើសិនបើថាអនាគតអ្នកមានគ្រួសារឬក៏មានស្វាមីរបស់អ្នកអាចនឹងមិនហ៊ានតមាត់ជាមួយនឹងអ្នកទេហើយពាក់ព័ន្ធជាមួយនឹងលុយកាក់គឺទាមទារឲ្យធ្វើការរៀងហត់ទើបបានលុយបងប្អូនទាំងអស់គ្នាហើយបើសិនបើមានបញ្ហារឿងលុយកាក់មិនថាបច្ចុប្បន្នឬក៏អនាគតទេអាចនឹងមានគេចូលមកជួយបើសិនជាមានបញ្ហារឿងលុយកាក់ប៉ុន្តែបើមានអ្នកចំពាក់លុយអីចង់ទីលុយត្រឡប់មកវិញតើតែប្រើសម្ដីរៀងធ្ងន់ដែរឬក៏ឆ្លោះគ្នាតិចតួចដែរទើបអាចបានលុយត្រឡប់មកវិញអញ្ចឹងពាក់ព័ន្ធជាមួយនឹងការដែលឲ្យគេខ្ចីលុយកាក់អីចូលប្រយ័ត្នបងប្អូនទាំងអស់គ្នាពីព្រោះសន្លឹកការគេប្រាប់យើងដែរពាក់ព័ន្ធជាមួយនឹងការឲ្យគេខ្ចីលុយកាក់គឺពិបាកនឹងទីត្រឡប់មកវិញអញ្ចឹងចូលប្រយ័ត្នពាក់ព័ន្ធជាមួយការដែលឲ្យគេខ្ចីលុយណាបងប្អូនទាំងអស់គ្នាសន្លឹកការនេះសារពីអនាគតក៏ចង់ប្រាប់ទៅកាន់អ្នកដែលជ្រើសរើសសន្លឹកការទី1នេះដែរពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់អ្នកគឺជាមនុស្សដែលស្គាល់ពីអត្ថន័យនៃលុយហើយក៏ជាមនុស្សដែលសន្សំសំចៃចេះរៀបចំទុកដាក់លុយកាក់បានយ៉ាងល្អហើយក៏ជាមនុស្សដែលរីកធម្មមុខដែរនិយាយបែបលេងសើចអ្នកដែលជ្រើសរើសសន្លឹកការទី1ក៏ជាមនុស្សដែលកម្រិតផងដែរណាប៉ុន្តែពាក់ព័ន្ធជាមួយនឹងរឿងល្អដែរសារពីអនាគតចង់ប្រាប់អ្នកគឺជាមនុស្សដែលមានទ្រព្យសម្បត្តិនាពេលអនាគតពីព្រោះដោយសារតែការសន្សំសំចៃការរីកធម្មចាយវាក្បិតក្បៀតរបស់អ្នកនេះហើយទើបធ្វើឲ្យអ្នកសល់ទ្រព្យសម្បត្តិអ្នកជ្រើសរើសសន្លឹកការទី1គឺអ្នកសល់ទ្រព្យសម្បត្តិលុយកាក់នាពេលអនាគតណាហើយពាក់ព័ន្ធជាមួយនឹងអ្នកដែលជ្រើសរើសសន្លឹកការទី1នេះដែលមានគម្រោងចង់ទិញរបស់នាពេលអនាគតមិនថាជាម៉ូតូឬក៏ឡានទេអ្នកអាចនឹងទទួលបានជោគជ័យតាមការចង់បានរបស់អ្នកណាប៉ុន្តែទាមទារឲ្យអ្នកបន្តចាយវាទៅបាត់ទ្វារហើយរីកធម្មបន្តទៀតដោយសារតែសន្លឹកការបានប្រាប់អ្នកដាស់តឿនអ្នកផងដែរថាអ្នកទទួលបានប្រាក់ចំណូលដែលភាពហត់នឿយបន្តិចទោះបីជាអ្នកធ្វើការឬក៏ជាអ្នករកស៊ីគឺចំណូលដែលអ្នកទទួលបានរៀងហត់នឿយបន្តិចណាស់អញ្ចឹងទាមទារឲ្យចាយវាទៅបាត់ទ្វារប៉ុន្តែសារពីអនាគតចង់ប្រាប់អ្នកថាអ្នកដែលជ្រើសរើសសន្លឹកការនេះគឺអ្នកទទួលបានទ្រព្យសម្បត្តិនាថ្ងៃអនាគតអ្នកទោះបីជាពេលនេះពិបាកប៉ុន្តែថ្ងៃអនាគតអ្នកនឹងសល់ទ្រព្យអញ្ចឹងសម្រាប់សន្លឹកការទី1ពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់គេចង់ប្រាប់អ្នកបែបនេះប៉ុន្តែពាក់ព័ន្ធជាមួយនឹងរឿងស្នេហាវិញនៅថ្ងៃអនាគតសម្រាប់បរិសុទ្ធអ្នកនឹងទទួលបានប្រពន្ធដែលមានរូបរាងធាត់បន្តិចហើយគាត់អាចមានចរិតកាយបន្តិចតែក៏ជាមនុស្សដែលមានភាពឆ្លាតវៃគាត់ពូកែរលុយរហ័សរហួនពូកែសម្ដីឆ្លុះមិនឲ្យចាញ់គេទេណាបងប្អូនទាំងអស់គ្នាប៉ុន្តែសន្លឹកការចង់ប្រាប់បងប្អូនទាំងអស់គ្នាបែបនេះបើសិនជាបងប្អូនជាមនុស្សប្រុសគឺទទួលបានប្រពន្ធដែលមានរូបរាងធាត់ឬក៏គេហៅថាមានសាច់បន្តិចចំណែកមនុស្សស្រីវិញអ្នកនឹងបានប្តីជាមនុស្សដែលស្ដាប់បង្គាប់ហើយក៏មានរូបរាងសង្ហាផងដែរណាអញ្ចឹងសារសន្លឹកការទី1គឺមានតែប៉ុណ្ណេះទេបងប្អូនទាំងអស់គ្នាខ្ញុំសូមចូលទៅកាន់សន្លឹកការទី2ណាមកដល់សន្លឹកការទី2បងប្អូនទាំងអស់គ្នាជាសន្លឹកការ Two of Pentacles សន្លឹកការនេះតំណាងឲ្យការបង្វិលលុយកាក់ហើយម្ចាស់សន្លឹកការដែលចូលមករើការទី2នេះគឺបងប្អូនភាគច្រើនគឺមានចិត្តមិននឹងណទេហើយមានអារម្មណ៍ប្រែប្រួលហើយក៏ចូលចិត្តភាពបថុយប្រឋាននៅក្នុងរឿងលុយកាក់ដែរមិនថាការរកស៊ីឬក៏ការងារទេមានភាពបថុយប្រឋានច្រើនអ្នកដែលចូលមករើសន្លឹកការទី2ភាគច្រើនមានអាយុចាប់ពី35ឆ្នាំឡើងហើយក៏ជាមនុស្សដែលមានទេពកោសល្យហើយក៏អាចកសាងឋានៈដែលខ្លួនឯងបានដែរមានឋានៈមានលុយកាក់ល្អហើយអាចរស់នៅក្នុងជីវិតល្អនៅពេលអនាគតសារពីចក្រវាលចង់ប្រាប់បងប្អូនទាំងអស់គ្នាបែបនេះប៉ុន្តែប្រយ័ត្នជាមួយនឹងរឿងលុយកាក់បន្តិចដែរហើយអាចនឹងពេលនេះបងប្អូនឬក៏ម្ចាស់សម័យខ្លួនឯងរើសន្លឹកការទី2នេះកំពុងតែត្រូវការបង្វិលលុយដែរបើសិនមកបងប្អូនជាអ្នករកស៊ីអាចនឹងកំពុងត្រូវការ
បងវល់លុយជាខ្លាំងហើយចូលប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការចាយវាដែរសារពីអនាគតចង់ប្រាប់បងប្អូនទាំងអស់គ្នាបែបនេះទោះបីជាបងប្អូនខ្លះមិនមានរឿងពាក់ព័ន្ធជាមួយនឹងការបង្វិលលុយក៏មានសាច់ញាតិបងប្អូនដែលគាត់ត្រូវការលុយដែរគាត់ចង់ខ្ចីលុយបងប្អូនដែលចូលមករើកាបនេះទៅរកស៊ីឬក៏ទៅធ្វើអ្វីតាមតម្រូវការរបស់គាត់អញ្ចឹងកាបនេះគឺពាក់ព័ន្ធជាមួយនឹងការបង្វិលលុយណាបងប្អូនទាំងអស់គ្នាហើយចំពោះរឿងល្អម្ចាស់សន្លឹកការដែលរើការទី2នេះគឺរឿងល្អគឺកំពុងតែមានហើយវិថីជីវិតរបស់អ្នកដែលរើសន្លឹកការទី2នេះអាចនឹងល្អជាងមុនបើសិនបើអ្នកជាមនុស្សស្រីនឹងបានជួបមនុស្សប្រុសអ្នកមានឬក៏មានការងារល្អនាពេលអនាគតហើយក៏ជាមនុស្សដែលមានលុយកាក់នៅក្នុងកំឡុងពេលនេះអាចនឹងមានការឧបត្ថម្ភពីមនុស្សប្រុសផងដែរអ្នកចូលមករើសន្លឹកការទី2នេះហើយអ្នកនឹងជោគជ័យរឿងទ្រព្យសម្បត្តិនិងលុយកាក់ផងដែរនាពេលអនាគតបើសិនបើពេលនេះអ្នកជាអ្នកដែលរកស៊ីអ្នកអាចនឹងទទួលបានប្រាក់ចំណេញហើយក៏អាចមានឱកាសបណ្ដាក់ទុនថ្មីដែរមិនថាពេលនេះឬក៏ពេលអនាគតទេហើយអ្នកអាចនឹងមានលៀបពីមនុស្សប្រុសផងដែរអ្នកដែលរើសសន្លឹកការទី2ណាបងប្អូនទាំងអស់គ្នាអ្នកអាចមានលៀបពីមនុស្សប្រុសដែលគេមានលុយមានទ្រព្យសម្បត្តិមានឋានៈទូនាទីល្អនិងមានវណ្ណស័ក្តិពាក់ព័ន្ធជាមួយនឹងសង្គមជុំវិញសារពីអនាគតចង់ប្រាប់អ្នកដែរអ្នកមានសាច់ញាតិបងប្អូនឬក៏មិត្តភក្តិដែលមានឋានៈល្អគេអាចជាអ្នកមានឬក៏មានសាច់ញាតិបងប្អូនបបួលទៅចាស់ទុនរកស៊ីហើយម្ចាស់ជោគជតានៅក្នុងរង្វង់សង្គមដែលជាមនុស្សមានលុយមិនថាពេលនេះឬក៏ថ្ងៃអនាគតទេអ្នកនឹងមានលុយហើយអាចមានកូនចៅទទួលបានភាពជោគជ័យនៅក្នុងការសិក្សាការងារផងដែរតែប៉ុនជាមួយនឹងរឿងស្នេហាសារពីអនាគតចង់ប្រាប់អ្នកដែលរើសសន្លឹកការទី2នេះផងដែរមិនថាប្តីប្រពន្ធឬគូសង្សារទេអ្នកអាចមានភាពជោគជ័យនៅក្នុងរឿងការងារឬក៏ទទួលបានរង្វាន់គូជីវិតអាចនឹងមានក្តីសុខបើសិនបើអ្នកដែលរើសការទី2ជាមនុស្សស្រីអ្នកអាចនឹងទទួលបានមនុស្សប្រុសដែលមកពីគ្រួសារដែលមានឋានៈល្អមានជីវភាពល្អមានមុខមាត់នៅក្នុងសង្គមជាន់ខ្ពស់ផងដែរអញ្ចឹងសម្រាប់សន្លឹកការនេះគឺអស់ហើយបងប្អូនទាំងអស់គ្នាសារពីចក្រវាលចង់ប្រាប់បងប្អូនទាំងអស់គ្នាហើយសូមបងប្អូនទាំងអស់គ្នាទទួលយកតែរឿងល្អៗចុះណាខ្ញុំសូមបញ្ចប់វីដេអូនេះតែត្រឹមនេះបងប្អូនទាំងអស់គ្នាជួបខ្ញុំនៅវីដេអូក្រោយទៀតជម្រាបលា